chẳng thay đi nhau một làยุติธรรม ដើម្បី សុំ ឲ្យ ច្បាប់ ជួយ ហៅ លោក ហ៊ី កំហុង ដែល ជា ម្ចាស់ ក្រុមហ៊ុន ពិភព ដី មាស និង ប៉ាពួក ចូល មក ដោះស្រាយ បំណុល ជាមួយ នឹង ពួក ខ្ញុំ ព្រោះ ពួក ខ្ញុំ វេទនា តាំង ពី ឆ្នាំ 2023 ថ្ងៃ ទី 7 ខែ 8 2023 មក ទល់ នឹង ពេល នេះ គឺ ពួក ខ្ញុំ អត់ មាន សំណង សង ទេ អត់ សង ខ្ញុំ ហើយ ធនាគារ ចេះ តែ រឹប ណា ដូច ខ្ញុំ ជា ដើម គឺ ខ្ញុំ យក ធនាគារ តាំង ពី 10000 ជាង ឥឡូវ ធនាគារ កាច់ ខ្ញុំ ឡើង ជា 2 ជា 3 ហើយ ឡើង ដល់ ចូល ចិត្ត 30000 ហើយ ខ្ញុំ និយាយ ត្រង់ ណា ខ្ញុំ លឺ តែ ឈ្មោះ ញ៉ា និយាយ ខ្ញុំ ចង់ ខ្លាច ប្រយ រាល់ ថ្ងៃ នេះ អី មិន មែន ចង់ ខ្លាច ខ្លាច ប្រយ អុកញ៉ា យើង សម័យ មុន អុកញ៉ា ជួយ ប្រជា ពលរដ្ឋ ជួយ រាជ អុកញ៉ា ជួយ ប្រទេស ជាតិ ជួយ សង្គម ជាតិ ដល់ ពេល អុកញ៉ា សម័យ នេះ ម៉ែ អើយ បំផ្លាញ ទ្រព្យ សម្បត្តិ ជាតិ បុក ប្រជា ពលរដ្ឋ និយាយ ទៅ វា ផ្ទុយ ស្រឡះ ពី អុកញ៉ា យើង សម័យ មុន ហ្មង គាត់ ថា មួយ ចំនួន ទូច អុកញ៉ា ដែល ល្អ គឺ មាន ច្រើន តែ អុកញ៉ា ប្រភេទ អន់ ហ្នឹង គឺ យើង មាន តិច ហើយ មិនដឹង កើត ចេញ មក ពី ណា ទេ អុកញ៉ា យើង ឥឡូវ យើង វា សម្បូរ អុកញ៉ា ប៉ុន្តែ គាត់ ថា មួយ ចំនួន ទូច គឺ ធ្វើ បាប ប្រជា ពលរដ្ឋ ខ្មែរ បំផ្លាញ ទ្រព្យ សម្បត្តិ ជាតិ ហ្មង ហើយ បងប្អូន យើង ទៅ ប្តឹង នៅ ក្រសួង យុត្តិធម៌ ដាក់ ពាក្យ ប្តឹង នៅ ក្រសួង យុត្តិធម៌ ដើម្បី ឲ្យ រយុត្តិធម៌ ឲ្យ ខ្លួន ពេល ខ្លះ បងប្អូន ចេះ តែ ទៅ វា អត់ បាន ផល បងប្អូន ទៅ អត់ បាន ផល ទៅ ជួប ក្រសួង យុត្តិធម៌ ទៅ អត់ បាន ផល ហើយ បងប្អូន ចេះ តែ ចោទ ពេល ខ្លះ ចេះ តែ ចោទ ក្រសួង ថា អា ម៉េច បាន ក្រសួង ធ្វើ ជី និយាយ ជី ហើយ មក ធ្វើ ជុះ ក្រសួង យុត្តិធម៌ បើ សិន ជា ជួប មេ ធំ ហ្មង ជួប មេ ធំ ក្រសួង យុត្តិធម៌ ហ្មង វា ដឹង ថា យើង អ្នក រង គ្រោះ ដឹង ថា បាន 100% ឯង យើង បាន យុត្តិធម៌ 100% ប៉ុន្តែ យើង អត់ បាន ជួប មេ ធំ យើង បាន ជួប តែ រៀង ចឹង និយាយ ថា លក្ខណៈ បុគ្គលិក ធំ ធម្មតា ទូតា ចឹង ហើយ បង មេ ធំ គឺ គាត់ អត់ បាន ដឹង ដំណឹង ទេ គាត់ អត់ បាន ជ្រាប ពី បញ្ហា ដែល យើង ដាក់ ពាក្យ បណ្ដឹង ទេ ណា បង ធំ ហើយ ដល់ ពេល ចឹង យើង ទៅ ជួប តែ រៀង បុគ្គលិក ទូច ផ្នែក កាន់ ទូច ចឹង គាត់ អ្នក រៀបចំ ឲ្យ ឯកសារ អី ឲ្យ ចឹង ទៅ ធ្វើ ឡើង សាវនាការ អី ចឹង តិច តួច អី ចឹង ទៅ ធ្វើ ចិនឆៃ លក្ខណៈ ចឹង អត់ ច្បាស់ អត់ លាស់ ដល់ ពេល ចឹង ហើយ យើង យុត្តិធម៌ ប្រជា ពលរដ្ឋ យើង គឺ អត់ បាន ធ្វើ ហើយ ឆ្កុយ ធ្វើ ហើយ ចោល ធ្វើ ហើយ ចោល ធ្វើ ឆ្កុយ មួយ ឆ្នាំ ហើយ ឆ្នាំ ទៀត បើ យើង បាន ជួប មេ ធំ ហ្មង គឺ ដឹង គាត់ ធ្វើ ការ ល្អ ណាស់ គាត់ ធ្វើ ការ ល្អ ណាស់ យុត្តិធម៌ ដឹង យុត្តិធម៌ ហ្មង 100% អ្នក ខុស ដឹង ខុស អ្នក ត្រូវ ដឹង ត្រូវ ប៉ុន្តែ យើង អត់ បាន ជួប មេ ធំ យើង អត់ បាន ជួប មេ ធំ ហើយ ដល់ ពេល ចឹង ហើយ បងប្អូន ប្តឹង ទៅ ឡើង បក ស្រាយ ទៅ គេ ឲ្យ ប្រយ ខាង នោះ គេ មាន ទឹក លុយ ដែរ គេ និយាយ ចុះ និយាយ ជីអី ចឹង ទៅ គេ អ្នក ទូតាច នេះ គាត់ ចេះ ថា ឲ្យ បើ យើង បាន ជួប មេ ធំ ហ្មង អា ហ្នឹង បាន ច្បាស់ 100% ហ្មង យុត្តិធម៌ ដឹង មាន ពិត ហ្មង តែ យើង អត់ បាន ជួប មេ ធំ ហ្មង ហើយ ដល់ ពេល ចឹង ហើយ យើង ឈិនឆាយ មាន អី ប្រជា ពលរដ្ឋ យើង រង គ្រោះ ហើយ ខាង រាជរដ្ឋាភិបាល យើង ក៏ លោក មិន បាន ជ្រាប ពី ដំណឹង ដែល យើង មាន បញ្ហា ហ្នឹង ដែរ គេ ថា ដូច ពិភព ដី មាស ចឹង ណា បោក ប្រជា ពលរដ្ឋ ខ្មែរ យើង ចឹង ខាង រាជរដ្ឋាភិបាល យើង ក៏ អត់ បាន ដឹង ដំណឹង ហ្នឹង ដែរ ចឹង ហើយ ក៏ អត់ មាន បាន ជួយ អន្តរាគមន៍ ទៅ ដល់ ប្រជា ពលរដ្ឋ យើង ឲ្យ ដឹង ថា ប្រជា ពលរដ្ឋ ខ្មែរ យើង ហ្នឹង រង គ្រោះ ដោយ សារ បញ្ហា អុកញ៉ា បោក ចឹង បើ សិន ជា ដឹង ព័ត៌មាន ធំ ទូលាយ ដឹង ច្បាស់ ដឹង រាជរដ្ឋាភិបាល យើង ជួយ អន្តរាគមន៍ មក ដាក់ មក ក្រសួង យុត្តិធម៌ ពុប ឲ្យ មេ ធំ ក្រសួង យុត្តិធម៌ ហ្នឹង ធ្វើ ការ ពុប អា ហ្នឹង យើង ប្រជា ពលរដ្ឋ របស់ យើង គឺ ដឹង តែ បាន ប៉ុន្តែ ស្ងាត់ ជ្រាប ព័ត៌មាន បិទ អត់ មាន ឲ្យ ខាង រាជរដ្ឋាភិបាល ដឹង ឲ្យ ខាង មេ ធំ ខាង ក្រសួង យុត្តិធម៌ បាន ដឹង សោះ អញ្ចឹង ដល់ ពេល ចឹង យើង ដាក់ ពាក្យ បណ្ដឹង ទៅ គឺ អត់ មាន ន័យ ប្រយ យើង បាន ធ្វើ មក ឲ្យ ប្រយ អត់ មាន បាន យុទ្ធ អានេះ ចង់ និយាយ ថា អត់ បាន យុត្តិធម៌ ពិត ជូន ប្រជា ពលរដ្ឋ អត់ ដល់ ពេល ចឹង យើង វា ពិបាក ដែរ និយាយ ទៅ បើ យើង ធ្វើ ការ ទៅ យើង ចំ អ្នក ធំ ហ្មង អ្នក កាន់ តម្លៃ ធំ យក ហ្មង អា ហ្នឹង បាន ច្បាស់ 100% ប៉ុន្តែ យើង អត់ អត់ ហ្មង ចឹង ហើយ យុត្តិធម៌ របស់ យើង ហ្នឹង គឺ វា អត់ មាន ដល់ ពេល ចឹង ហើយ ពេល ខ្លះ យើង ចោទ ប្រកាន់ ប្រយ មាន បងប្អូន យើង មួយ ចំនួន ទៀត ចោទ ប្រកាន់ ប្រយ ចាំ មិន ដាក់ ពាក្យ នៅ ក្រសួង យុត្តិធម៌ មិន បាន អត់ បាន យុត្តិធម៌ ចឹង ឯង រង គ្រោះ ចង់ ងាប់ នេះ ពី គេ បោក ឯង ខាង រាជរដ្ឋាភិបាល មិន អត់ ជួយ យុត្តិធម៌ ឲ្យ ពេល ខ្លះ បងប្អូន យើង ចោទ ប្រយ អញ្ចឹង ហើយ ដល់ ពេល រាជរដ្ឋាភិបាល យើង អត់ បាន ដឹង ព័ត៌មាន នឹង លីង អុកញ៉ា មួយ ចំនួន នេះ ដល់ បោក ប្រជា ពលរដ្ឋ ខ្មែរ យើង ខាង រាជរដ្ឋាភិបាល យើង ក៏ អត់ ដឹង ខាង ក្រសួង យុត្តិធម៌ មេ ធំ ក្រសួង យុត្តិធម៌ ក៏ អត់ ដឹង គេ បិទ សំណុំ រឿង អ្នក ទូ បិទ សំណុំ រឿង ចិត្ត ឈឹង អត់ ដល់ ពេល ចឹង យើង ក្រោយ ខុស យើង ចេះ ចោទ ប្រយ ចោទ រាជរដ្ឋាភិបាល ប្រយ ចោទ អត់ មាន យុត្តិធម៌ សង្គម អត់ មាន យុត្តិធម៌ សម្រាប់ អ្នក រង គ្រោះ យើង ចោទ ប្រយ ដល់ ពេល ចឹង ពេល ខ្លះ អាណិត ខាង រាជរដ្ឋាភិបាល ដែល លោក ខំ ប្រឹង ហើយ ដូច អ្នក កាន់ តម្លៃ ធំ នៅ ក្រសួង យុត្តិធម៌ អញ្ចឹង ដែល លោក ខំ ប្រឹង ធ្វើ ការ ប៉ុន្តែ វា ព័ត៌មាន វា អត់ បាន ទៅ ដល់ ដល់ ពេល ចឹង ពេល ខ្លះ អាណិត ពួក គាត់ ពួក គាត់ ខំ ប្រឹង ហើយ ទៅ ជា ប្រជា ពលរដ្ឋ នេះ ខឹង ក្តៅ ក្រហាយ ជាមួយ នឹង គាត់ ទៀត ចោទ ប្រកាន់ គាត់ ទៀត ហើយ ដល់ ពេល គាត់ អត់ មាន បាន ដឹង ព័ត៌មាន ហ្នឹង អា ពាក្យ បណ្ដឹង ហ្នឹង វា អត់ អ
ចាំមិនថារឿងខ្លះយើងអើយគិតចេញហើយនឹងបងប្អូនគិតពិចារណាខ្លួនឯងបងប្អូនគិតចារណាខ្លួនឯងនេះគ្រាន់តែជាមតិខ្លះសម្រាប់ឲ្យបងប្អូនគិតពិចារណាបើខ្ញុំក៏ខ្ញុំស្រែកយំដែរដូចតែគ្នាទេបងប្អូនបងប្អូនស្រែកយំបើមិនជារឿងខ្ញុំក៏ខ្ញុំស្រែកយំដូចគ្នាដែរដឹងធ្វើម៉េចទេ